សួស្តីអ្នកទាំងអស់គ្នាជួប admin នៅភាគបន្តគឺភាគទី4នៅក្នុងរឿងថ្មីរបស់យើងមុននឹងចុះទៅកាន់ផ្ទៃរឿងពេញ admin សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងណាចូលមកដល់សាច់រឿងយើងគឺឃើញថាស៊ីឈីកំពុងតែសម្រាកគេងនៅលើត្រែពេទ្យហើយក៏ឮសំឡេងម៉ាក់និងប៉ាជជែកគ្នាខ្លាំងៗពីសុខភាពរបស់ខ្លួនផងដែរបន្ទាប់មកយើងក៏ឃើញថាស៊ីឈីបានដើរកាន់ឈើច្រត់មកដល់កន្លែងហាត់បាល់របស់ខ្លួនព្រោះគេគឺពិតជាមិនបោះបង់ក្តីសម័យនឹងការស្រឡាញ់មួយនេះបានទេគឺខំប្រឹងវឹកហាត់បន្តទៀតដែលមានជំនួយវឹកហាត់នឹងពីប៉ារបស់ខ្លួនផងដែរអំឡុងពេលសម្រាប់ពីការវឹកហាត់នឹងប៉ាគឺបារម្ភនឹងកូនប្រុសខ្លាំងណាស់គាត់បានដាស់តឿនកូនឲ្យប្រយ័ត្ននឹងរឿងជើងនឹងឯងព្រោះកូនគឺបានសន្យាជាមួយម៉ាក់រួចហើយថាមិនអាចវះកាត់ម្ដងទៀតបាននោះទេបើមិនអញ្ចឹងទេកូននឹងមិនអាចលេងបាល់បានជារៀងរហូតហើយបន្ទាប់មកប៉ាកូនក៏ប្រញាប់រត់ត្រឡប់ទៅផ្ទះមុនមកដល់វិញអីអញ្ចឹងណាកាត់មកដល់ពេលពីអ្នកប៉ាកូនគេនឹងមកដល់ផ្ទះវិញគឺព្យាយាមធ្វើឲ្យផ្ទះនឹងបែបរញ៉េរញ៉ៃដើម្បីកុំឲ្យម៉ាក់នឹងត្រឡប់មកវិញចាប់កំហុសបានអីអញ្ចឹងណានិយាយទៅសហការគ្នាបានយ៉ាងល្អមែនតែនបន្តិចមកក៏ម៉ាក់ក៏មកដល់ផ្ទះឃើញសភាពផ្ទះរញ៉េរញ៉ៃអញ្ចឹងក៏បានស្ដីបន្ទោសទៅពីអ្នកប៉ាកូននឹងតែម៉ាក់ក៏ហិតក្លិនដឹងថាកូនណាអាចនឹងទៅលេងបាល់ព្រោះមានក្លិនខ្លួនអីអញ្ចឹងណាដោយសារតែពីរអ្នកនឹងប្រញាប់មកផ្ទះលឿនពេកយកពវិគៀកមកអញ្ចឹងអត់បានមុជទឹកអីអញ្ចឹងណាគ្រាន់តែឃើញអញ្ចឹងភ្លាមមកប៉ាក៏ប្រញាប់ធ្វើជាឈឺស្មាមិនស្រួលខ្លួនភ្លាមតែម្ដងណាដើម្បីបញ្ជៀសការសង្ស័យរបស់ប្រពន្ធតែមានណាម៉ាក់និយាយជាមួយប៉ាឲ្យទៅប៉ែតដើម្បីពិនិត្យសុខភាពអីអញ្ចឹងណាហើយក៏ស្ដីឲ្យប៉ាផងដែរគាត់ក៏ប្រាប់កូនថាគាត់បានដឹងថានៅសាលាមានការប្រកួតផ្នែកកីឡាអញ្ចឹងកូនគឺត្រូវហាមចុះឈ្មោះចូលប្រកួតឲ្យសោះនិយាយរួចក៏ដើរចូលទៅក្នុងបាត់ទៅដោយមិនខ្វល់ពីកូនប្រុសនឹងគិតមិននោះទេកូនប្រុសក្បាលខូចនឹងក៏សាយអង្វរម៉ាក់អីអញ្ចឹងណាហេតុអីក៏មិនអនុញ្ញាតឲ្យខ្លួនទៅលេងអីអញ្ចឹងហើយម៉ាក់វិញគឺគាត់មិនយល់ព្រមដាច់ខាតថាឲ្យកូននឹងចូលរួមអីទេពួកអីខ្លាចប៉ះពាល់ដល់ជើងកូនអីអញ្ចឹងណាខណៈពេលហ្នឹងតួស្រីក្មេងតូចរបស់យើងហ្នឹងក៏ឃើញសកម្មភាពម៉ាក់កូនទាំងពីរហ្នឹងកំពុងតែជជែកគ្នាយ៉ាងតឹងតែងផងដែរមើលពីបន្ទប់ខ្លួនឯងទៅរួចក្មេងតូចយើងក៏ផ្ញើសារទៅស៊ីឈីថានាងនឹងចូលរួមប្រកួតជាមួយនឹងក្រុមរបស់គាត់ឡើងស៊ីឈីបានឃើញហើយគឺភ្ញាក់ផ្អើលនឹងរំភើបខ្លាំងតែម្ដងពេលហ្នឹងកាត់មកដល់ពេលស្អែកព្រឹកឡើងក្មេងតូចយើងចុះពីផ្ទះទៅរៀនណាគឺថាស៊ីឈីយើងហ្នឹងអង្គុយរងចាំជាស្រេចព្រមទាំងយកនំដែលជាអាហារពេលព្រឹកហ្នឹងមកបញ្ចុកដល់មាត់ថែមទៀតផងនឹងសួរនាំនាងថាហេតុអីបានជាស្រាប់តែបដូរចិត្តវិញអញ្ចឹងក្មេងតូចយើងក៏ឆ្លើយថានាងគ្រាន់តែចង់យកឈ្នះខ្លួនឯងប៉ុណ្ណោះនឹងគិតថានាងគឺអាចធ្វើបានដូចក្មេងស្រីទូទៅបានដែរអញ្ចឹងតែនាងហាមស៊ីឈីរឿងមួយគឺមិនឲ្យយករឿងហ្នឹងទៅប្រាប់ម៉ាក់របស់នាងឲ្យបានដឹងនោះទេខណៈពេលហ្នឹងដែរសង្ខុងក៏បានមកដល់ទាំង3នាក់ណាក៏ដើរទៅរៀនជាមួយគ្នាដូចធម្មតាទៅរឿងយើងក៏កាត់មកដល់ពេលល្ងាចស៊ីឈីគឺកំពុងតែវឹកហាត់ក្មេងតូចយើងឲ្យរត់ដើម្បីត្រៀមប្រកួតនឹងឯងគ្រាន់តែថាខាងស្រីហ្នឹងរត់មិនចង់ទៅមុខទៀតនោះទេពេលហ្នឹងមើលទៅគឺហត់ខ្លាំងមែនតើណាព្រោះអត់ដែរធ្វើអញ្ចឹងចំណែកឯសង្កុងវិញគឺឈរមើលពីអ្នកហ្នឹងឡើងស្ងៀមស្ងាត់តែមើលទៅគឺអាណិតក្មេងតូចយើងខ្លាំងណាស់ស្របពេលហ្នឹងដែរឈីឈីក៏បានដើរមកទាំងញញឹមតែម្ដងចង់ឲ្យសង្ខុងហ្នឹងជួយបង្រៀននាងតែខាងប្រុសគឺបដិសេធព្រោះអីជាប់ជួយមើលពីអ្នកហ្នឹងវឹកហាត់អីអញ្ចឹងណាហើយខាងស្រីលឺអញ្ចឹងហើយក៏ចាក់ចេញទាំងមិនសូវសប្បាយចិត្តទៅបើមកពីអ្នកនេះវិញគឺស៊ីឈីឡើងធ្វើបាបក្មេងតូចយើងខ្លាំងមែនតែនដើម្បីឲ្យនាងវឹកហាត់បានល្អគឺយកក្រូចដែលនាងចូលចិត្តញ៉ាំហ្នឹងមកចងដាក់ហើយរត់ពីមុខអញ្ចឹងណាហើយឲ្យនាងរត់តាមក្រូចហ្នឹងហើយឡើងអត់ស្នើខ្លាំងមែនតែនពេលហ្នឹងណាហើយខណៈពេលហ្នឹងដែរក៏មានសិស្សប្រុសម្នាក់ទៀតហ្នឹងឃើញសភាពបែបហ្នឹងហើយក៏និយាយចំអន់បែបឌឺដងមកកាន់ពីរនាក់ហ្នឹងអញ្ចឹងណាហើយក្មេងតូចយើងក៏អត់ទុកដែរក៏បាននិយាយឌឺដងទៅកាន់គាត់វិញដូចគ្នារួចស៊ីឈីក៏ប្រាប់តួស្រីយើងថាកុំឲ្យខ្វល់ពីគេអីខំហាត់ឲ្យតែខ្លួនឯងហ្នឹងបានល្អទៅបានហើយរួចយើងក៏ឃើញថាក្មេងតូចរបស់យើងខំរត់ឡើងចង់ដាច់ខ្យល់តែម្ដងហើយស៊ីឈីនិងសងកុងក៏បានបារម្ភខ្លាំងណាស់ដែរពេលហ្នឹងកាត់មកដល់ពេលត្រឡប់មកដល់ផ្ទះវិញតួស្រីយើងខំធ្វើខ្លួនបែបធម្មតាកុំឲ្យម៉ាក់របស់នាងសង្ស័យពួកអីមកយូរថ្ងៃហ្នឹងតែក៏ជៀសមិនផុតដែរម៉ាក់ក៏សួរនាំដោយសារតែឃើញសភាពកូនដូចជាកខ្វក់ហើយសក់ក៏រៀងញ៉ៃខុសធម្មតាកូនក៏យកលេសនោះលេសនេះមកកុហកម៉ាក់អីអញ្ចឹងណាហើយម៉ាក់ក៏បានប្រាប់ឲ្យកូនហ្នឹងប្រាប់គ្រូកុំឲ្យលេងកីឡាណាមួយឲ្យលើសពីកម្លាំងកូនឲ្យសោះព្រោះរាងកាយរបស់កូនហ្នឹងគឺទន់ខ្សោយទទួលយកការវឹកហាត់អីមិនបានច្រើននោះទេហើយបន្ទាប់ពីកម្មវិធីសាលាកូនត្រូវទៅញ៉ាំអាហារជាមួយគាត់នៅមន្ទីរពេទ្យដែលគាត់ធ្វើការកុំមកផ្ទះញ៉ាំអីព្រោះអត់មានអីញ៉ាំទេម៉ាក់ញ៉ាំនៅឡែង
ងធ្វើការអីអញ្ចឹងណាក្មេងតូចយើងក៏អូខេគ្រប់យ៉ាងតែម្ដងតែក៏បុកពោះភ័យមិនស្ទើរដែរពេលហ្នឹងព្រោះខ្លាចម៉ាក់ដឹងរឿងកាត់មកដល់ពេលស្អែកឡើងកម្មវិធីប្រកួតសាលាក៏មកដល់គ្រប់គ្នាគឺកំពុងតែចាប់ផ្ដើមប្រកួតហើយក៏ជិតដល់ថ្នាក់របស់តួស្រីយើងផងដែរចំណែកឯតួស្រីយើងទឹកមុខមិនសូវល្អទេពេលហ្នឹងឈីក៏បារម្ភសួរនាំអញ្ចឹងណាតែតួស្រីយើងថាមិនអីទេបន្តិចក្រោយមកក៏ដល់វេនថ្នាក់តួស្រីយើងហើយពេលហ្នឹងក៏យើងឃើញថាស៊ីឈីផុសស្អាតយើងហ្នឹងក៏បានដើរមកប្រកួតរត់ផងដែរធ្វើឲ្យគ្រប់គ្នាដែលជាថ្នាក់ជាមួយហ្នឹងគឺស្រែកហៅឈ្មោះខ្លាំងៗដើម្បីលើកទឹកចិត្តគាត់អីអញ្ចឹងណាចំណែកខាងប្រុសយើងវិញក៏ចាប់ផ្ដើមងាកមកមើលក្មេងតូចយើងជាកម្លាំងចិត្តដូចគ្នាដល់ពេលចាប់ផ្ដើមរត់និយាយពីថាតួស្រីយើងស្រែកហូខ្លាំងៗលើកទឹកចិត្តអញ្ចឹងណាហើយខាងប្រុសរត់ឡើងឈ្នះគេតែម្ដងពេលហ្នឹងបន្ទាប់មកក៏ដល់វេនក្មេងតូចប្រុសយើងរត់ប៉ុណ្ណឹងវិញម្ដងគ្រប់គ្នានៅក្នុងថ្នាក់ក៏បានស្រែកហូផ្ដល់កម្លាំងចិត្តគ្រប់គ្នាដូចគ្នាបន្ទាប់មកស៊ីឈីក៏ដើរមកចិត្តនឹងលើកទឹកចិត្តក្មេងតូចយើងផងដែរស្របពេលហ្នឹងសង្កងដែលកំពុងតែកាន់ក្បាលមេក្រូមើលការប្រកួតហ្នឹងក៏ស្រែកផ្ដល់កម្លាំងចិត្តទៅកាន់ក្មេងតូចយើងដូចគ្នាហើយថ្នាក់ពួកគេទាំងមូលក៏បានក្រោកឈរនិងស្រែកផ្ដល់កម្លាំងចិត្តទៅតួស្រីរបស់យើងឡើងស្រស់គ្នាតែម្ដងធ្វើឲ្យក្មេងតូចយើងហ្នឹងគឺឡើងរំភើបចិត្តខ្លាំងមែនតែនពេលហ្នឹងហើយការប្រកួតក៏បានចាប់ផ្ដើមតែម្ដងពេលកំពុងតែរត់ហ្នឹងក្មេងតូចយើងគឺព្យាយាមខ្លាំងរហូតដល់នាងរត់បានមុនគេតែទឹកមុខក៏មិនសូវល្អនោះដែររត់យូរទៅក៏យឺតទៅអញ្ចឹងណាព្រមទាំងចិត្តអស់កម្លាំងផងដែរគ្រប់គ្នាឡើងបារម្ភតែម្ដងពេលហ្នឹងយើងក៏ឃើញថាតួស្រីខំរត់បណ្ដាក៏យកដៃមកខ្ទប់ទ្រូងមួយចំហៀងបណ្ដាអញ្ចឹងណាហើយក៏នឹកគិតដល់ទស្សនវិជ្ជាដែលម៉ាក់និងប៉ានាងបាននាំនាងចូលបន្ទប់វះកាត់បកមកវិញតួស្រីរបស់យើងក៏ខំជំនះនឹងខ្លួនឯងថានាងប្រកាសជាអាចធ្វើវាបានទៅធ្វើឲ្យនាងមានកម្លាំងចិត្តរត់កាន់តែខ្លាំងហើយលទ្ធផលក៏ទទួលបានជោគជ័យល្អផងដែរពេលដើរត្រឡប់មកកន្លែងវិញគឺដល់វេនស៊ីឈីរត់ម្ដងទៀតគ្រាន់តែខាងប្រុសនឹងរត់ហួសបន្តិចក្មេងតូចរបស់យើងគឺដួលសន្លប់ឆឹងតែម្ដងគ្រប់គ្នាដែលកំពុងមើលការប្រកួតហ្នឹងគឺងាកមកមើលនាងគ្រប់គ្នាពិសេសគឺសង្ខុងរបស់យើងគឺបានស្ទុះរត់ចុះមកចាប់បីត្រកងតួស្រីរបស់យើងហ្នឹងទៅរកពេទ្យភ្លាមផងដែរពេលហ្នឹងកាន់មកដល់ក្នុងបន្ទប់ពេទ្យតួស្រីរបស់យើងគឺកេងព្យួរសរោមនឹងដៃហើយអ្នកគ្រូពេទ្យក៏ប្រាប់អាការៈតួស្រីទៅកាន់សង្កុងកុំឲ្យបារម្ភខ្លាំងពេកអីអញ្ចឹងណាព្រោះនាងមិនអីនោះទេគ្រាន់តែខ្សោយបន្តិចអីអញ្ចឹងខណៈពេលនឹងដែរឈីក៏បានរត់មកដល់ព្រមទាំងសួរនាំសង្កុងនិងប្រាប់ដែរថាតួស្រីផឹកមិញអត់ទាន់បានញ៉ាំអីទេសង្កុងក៏ប្រាប់ថាតួស្រីមិនអីនោះទេរួចខ្លួនក៏ចេញទៅរកទិញអីឲ្យតួស្រីយើងបន្ទាប់មកឈីក៏បានមកចិត្តនឹងហៅតួស្រីពេលតួស្រីយើងដឹងខ្លួនឈីក៏សួរនាំទើបដឹងថាតួស្រីយើងក៏កំពុងតែមករដូវផងដែរហើយអត់មានសម្លៃទេពេលហ្នឹងទើបឈីយើងក៏ចេញទៅទិញឲ្យកាត់មកឈីពេលដែលមកដល់ម៉ាតដើម្បីទិញសម្លៃឲ្យតួស្រីហ្នឹងក៏បានជួបជាមួយសង្កុងដែលកំពុងតែគិតលុយរៀបចេញទៅវិញក៏ប្រទះឃើញឈីសង្កុងក៏ឃើញឈីមកទិញអីឲ្យតួស្រីចឹងក៏ចង់ចេញលុយសរុបទៅព្រោះអីទិញឲ្យតួស្រីតែមួយទេអញ្ចឹងណាពេលហ្នឹងឈីគឺអៀនខ្លាំងមែនតើអត់ចង់ឲ្យសង្កុងនៅគិតលុយឬក៏ចេញលុយឲ្យអីទេឲ្យគាត់ហ្នឹងប្រញាប់ទៅមុនទៅប៉ុន្តែខាងប្រុសយើងនេះគឺមិនព្រមនោះទេតើបនាងដាច់ចិត្តយកសម្លៃមួយដុំហ្នឹងហុចមកឲ្យមានណាខាងប្រុសនេះឃើញអញ្ចឹងហើយក៏អៀនដែរមិនហ៊ានយកទេហើយអ្នកលក់ក៏សោចដែរពេលហ្នឹងឃើញអញ្ចឹងហើយសង្ខុងយើងក៏ប្រញាប់គិតលុយហើយក៏ចេញទៅបកមកបន្ទប់ពេទ្យនៅសាលានេះវិញស៊ីឈីបានរត់មកស្រែកហៅក្មេងតូចយើងទាំងបារម្ភព្រមទាំងសួរនាំពីអាការៈរបស់ក្មេងតូចយើងផងដែរទាំងដែលដៃនាងហ្នឹងនៅព្យួរសរោមនៅឡើយអញ្ចឹងណាមើលទៅដូចជាធ្ងន់ធ្ងរអីអញ្ចឹងណាហើយតួស្រីយើងគឺឡើងបានចិត្តតែម្ដងធ្វើខ្លួនឡើងធ្ងន់ធ្ងរឡើងខាងប្រុសភ័យបំរុងយកនាងទៅមន្ទីរពេទ្យវិញអញ្ចឹងណាឃើញអញ្ចឹងក្មេងតូចយើងឡើងថានាងមិនអីទេគ្រាន់តែលេងសើចតែប៉ុណ្ណោះទេកុំឲ្យបារម្ភអីលើអញ្ចឹងខាងប្រុសឡើងខឹងតែម្ដងព្រោះកំពុងតែភ័យហើយក្មេងតូចយើងក៏សួរនាំថាការប្រកួតយ៉ាងម៉េចហើយតែស៊ីឈីឆ្លើយយ៉ាងជ្រួញចិញ្ចើមណាថាគាត់មិនបាននៅស្ដាប់លទ្ធផលអីទេព្រោះបញ្ញាប់រត់មកមើលនាងអីអញ្ចឹងណាបន្ទាប់មកមិត្តរួមថ្នាក់ម្នាក់ក៏បានរត់យ៉ាងលឿនគឺជាប្រធានថ្នាក់ស្រីរបស់យើងនឹងឯងគឺរត់មកប្រាប់ដំណឹងល្អហើយព្រមទាំងសួរសុខទុក្ខតួស្រីយើងផងដែរអញ្ចឹងណាប្រធានថ្នាក់ស្រីហ្នឹងក៏បានប្រាប់ថាក្រុមរបស់គេគឺបានឈ្នះហើយគ្រាន់តែលឺអញ្ចឹងណាស៊ីឈីសួរតែម្ដងថាបានឆាំពៀនហើយមែនប្រធានថ្នាក់ហ្នឹងក៏ងក់ក្បាលអញ្ចឹងណាហើយឈីនិងសងកុងក៏មកដល់ស្របពេលហ្នឹងដែរគ្រាន់តែលឺអញ្ចឹងក្មេងតូចយើងនិងស៊ីឈីរំភើបស្រែកអោបដៃគ្នាទាំងដៃហ្នឹងនៅជាប់សរោមតែម្ដងធ្វើឲ្យក្មេងតូចយើងឡើងឈឺដៃបន្ទាប់មកក្មេងតូចយើងក៏ចង់ត្រឡប់ទៅវិញឈប់ជួសរោមអីអញ្ចឹងណា
ប៉ុន្តែដុកទ័របាននៅទេអ្នកគ្រូពេទ្យហ្នឹងទៅសិជីថាប៉ុណ្ណឹងមិនចាំបាច់អ្នកគ្រូពេទ្យអីទេទុកឲ្យគេជាអ្នកដោះសរោមនឹងចេញអីអញ្ចឹងណាសកម្មភាពហ្នឹងក៏ធ្វើឲ្យគ្រប់គ្នាមើលទៅស៊ីឈីទាំងមិនដកដង្ហើមតែម្ដងជាពិសេសគឺសុងខុងយើងនឹងឯងព្រោះអាកន្លែងដកមកជុលសរោមចេញពីដៃហ្នឹងក៏ត្រូវតែមានជំនាញដែរត្រូវតែចេះត្រូវតែច្បាស់លាស់ដែរទើបអាចធ្វើបានអញ្ចឹងណាបន្ទាប់មកពួកគេក៏បានត្រឡប់មកកន្លែងប្រកួតវិញគឺថាថ្នាក់របស់ពួកគេបានស្រែកហូអបអរទៅកាន់តួស្រីរបស់យើងយ៉ាងមានមោទនភាពតែម្ដងណាធ្វើឲ្យតួស្រីរបស់យើងសែនរំភើបនិងសប្បាយចិត្តក្រៃលែងគ្រាន់តែថាដៃគូប្រកួតប្រជែងនៅចិត្តហ្នឹងគឺពួកគេមិនសប្បាយចិត្តនោះទេបាននិយាយពាក្យឌឺដងថាឲ្យតួស្រីយើងឈ្នះដោយចៃដន្យអីអញ្ចឹងណាមានសំណាងមួយពេលតែប៉ុណ្ណោះកុំឲ្យមានអំនួតឬក៏អខ្លាំងពេកអីអញ្ចឹងណាហើយសម្ដីទាំងអស់ហ្នឹងធ្វើឲ្យឈីឈីខឹងជំនួសតួស្រីយើងហើយក៏បានស្រែកនិយាយឌឺដងទៅកាន់ពួកគេវិញអញ្ចឹងណាមើលទៅឡើងដូចចង់វាយគ្នាអញ្ចឹងហើយសកម្មភាពឌឺដងហ្នឹងក៏ធ្វើឲ្យក្មេងតូចរបស់យើងឡើងសប្បាយចិត្តផងដែរហើយរឿងយើងក៏កាត់មកដល់ស៊ីឈីសុងកុងបានជូនក្មេងតូចរបស់យើងហ្នឹងមករកម៉ាក់នៅមន្ទីរពេទ្យដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគាត់គ្រាន់តែម៉ាក់តួស្រីមកដល់ក៏កលែងឃើញដៃកូនគាត់ដែលមានស្នាមដកមជុលអីអញ្ចឹងដូចជួសរោមគឺគាត់សួរនាំទាំងក្តីបារម្ភខ្លាំងតែម្ដងព្រមទាំងដឹងថាកូនហ្នឹងមិនស្ដាប់បង្គាប់គាត់ទេចូលរួមប្រកួតទៀតអីអញ្ចឹងណាម៉ាក់គឺស្ដីបន្ទោសច្រើនខ្លាំងមែនទែនចំណែកពីរអ្នកប្រុសៗហ្នឹងក៏ព្យាយាមចង់ជួយនិយាយដែរតែក៏ត្រូវម៉ាក់តួស្រីដឹងដែរថាស៊ីឈីហ្នឹងក៏ចូលរួមប្រកួតមិនស្ដាប់បង្គាប់ម្ដាយដូចគ្នាធ្វើឲ្យគាត់កាន់តែខឹងនឹងដើរចេញដោយមិនខ្វល់ពីកូនស្រីនោះទេឃើញអញ្ចឹងក្មេងតូចរបស់យើងក៏បញ្ញាប់រត់តាមសុំទោសម៉ាក់អញ្ចឹងណាព្រមទាំងលួងលោមម៉ាក់កុំឲ្យខឹងទៀតអីរឿងយើងក៏កាត់មកដល់ពេលយប់ឡើងសងកុងបានរងចាំម៉ាក់ខ្លួននៅលើសាឡុងនៅក្នុងផ្ទះអញ្ចឹងណាពេលគាត់មកភ្លាមកូនប្រុសនឹងក៏បញ្ញាប់យកចិត្តម្ដាយចាក់ទឹកឲ្យអញ្ចឹងណាព្រោះមានចម្ងល់ចង់សួរម៉ាក់ខ្លះពីរបៀបដែលស៊ីឈីដកសរោមចេញពីដៃតួស្រីថ្ងៃមិញអញ្ចឹងណាម៉ាក់លឺហើយក៏ដឹងរឿងនឹងដែរព្រោះគាត់គឺបានលឺម៉ាក់តួស្រីនិយាយប្រាប់អស់ហើយអញ្ចឹងណាហើយសងកុងក៏បន្តសួរនាំម៉ាក់រឿងក្មេងតូចយើងថានាងធ្លាប់ឈឺខ្លាំងមែនកាលពីនៅតូចអីអញ្ចឹងណាទៅម៉ាក់នាងគឺបារម្ភខ្លាំងមែនតើម៉ាក់សងខុងក៏បានប្រាប់កូនថាគាត់ក៏ចាំរឿងនឹងមិនសូវច្បាស់ដែរព្រោះយូរឆ្នាំមកហើយអញ្ចឹងណាតែគ្រាន់តែដឹងថានាងមិនឈឺធ្ងន់ធ្ងរពេកនោះទេគាត់ក៏ប្រាប់កូនប្រុសរបស់គាត់កុំឲ្យនិយាយរឿងតួស្រីឈឺកាលនៅតូចហ្នឹងនៅមុខម៉ាក់តួស្រីយើងឲ្យសោះអញ្ចឹងណារួចគាត់ក៏បង្រៀនរបៀបដកសរោមចេញពីដៃទៅកាន់កូនប្រុសរបស់គាត់ឲ្យបានដឹងអញ្ចឹងណាហើយកូនប្រុសនេះពេលដែលចេះហើយមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើឃើញកូនរីករាយអញ្ចឹងម៉ាក់ក៏សួរនាំបន្តិចទៅហើយកូនប្រុសហ្នឹងក៏សុំទោសម៉ាក់ដែលខ្លួនហ្នឹងបានបដូរថ្នាក់រៀនដោយមិនពិភាក្សាជាមួយគាត់អីអញ្ចឹងណាម៉ាក់ក៏យល់ពីទឹកចិត្តកូនដែរគាត់ក៏រៀបរាប់ពីទឹកចិត្តគាត់ដែលបារម្ភពីកូនក្នុងការរៀនសូត្រអញ្ចឹងណាព្រោះគាត់ចង់ឲ្យកូនរៀនជំនាញល្អរកលុយបានដោយងាយស្រួលមិនចាំបាច់ឲ្យកូនរៀនខាងពេទ្យដូចជាឪពុកអីអញ្ចឹងណាខ្លាចនឿយហត់មិនបានសម្រាកអីអញ្ចឹងពេលហ្នឹងម៉ាក់កូនក៏យល់ពីគ្នាកាន់តែច្បាស់ជាងមុនហើយក៏ល្អជាមួយនឹងគ្នាដូចមុនដែរហើយជាងមុនទៅទៀតពេលហ្នឹងបកមកក្មេងតូចយើងវិញគឺកំពុងតែនៅក្នុងបន្ទប់ទឹកឆ្លោះកញ្ចក់មើលក្បាលរបស់នាងដែលមានស្នាមវះអីអញ្ចឹងណាស្រាប់តែពេលហ្នឹងម៉ាក់ក៏បានស្រែកហៅបញ្ញាប់ឲ្យនាងហ្នឹងចូលមកញ៉ាំបាយទៅក្មេងតូចយើងចូលក្នុងបន្ទប់វិញក៏ឃើញឆាតក្នុងក្រុមកុំព្យូទ័រដែលជាក្រុមសាលារបស់នាងអញ្ចឹងណាដែលបានសរសើរនាងមិនដាច់ពីមាត់នោះទេម្នាក់ធ្វើឲ្យតួស្រីរបស់យើងញញឹមឡើងខ្ជិបតែម្ដងស្រាប់ពេលហ្នឹងដែរស៊ីឈីឃើញក្មេងតូចនៅក្នុងផ្ទះអញ្ចឹងមើលតាមប្រអួចមកនិយាយទៅបន្ទប់ពីរនាក់ហ្នឹងទល់មុខគ្នាអញ្ចឹងណាឃើញក្មេងតូចយើងអង្គុយស្ងៀមអញ្ចឹងក៏បានស្រែកហៅបន្តែហៅអត់លឺក៏យកអីគប់អញ្ចឹងណាដើម្បីឲ្យតួស្រីបើកប្រអួចជជែកគ្នាបន្តិចរួចខាងប្រុសយើងក៏សួរនាំពីសុខទុក្ខមិនហើយអញ្ចឹងណាខាងស្រីនេះវិញគឺញញឹមឆ្លើយថាមិនអីទេព្រោះអីម៉ាក់មើលថែនាងដិតដល់ណាកុំឲ្យបារម្ភអីបន្ទាប់មកម៉ាក់តួស្រីយើងក៏បានហៅឲ្យកូននឹងចូលមកញ៉ាំបាយទៀតហើយទៅនាងលាខាងប្រុសទៅញ៉ាំបាយជាមួយម៉ាក់ទៅបន្ទាប់មកយើងក៏ឃើញថាស៊ីឈីក៏បានដើរមកសួរនាំម៉ាក់ប៉ារបស់ខ្លួនពីតួស្រីអញ្ចឹងណាទៅដឹងសាច់រឿងអញ្ចឹងណាហើយប៉ាក៏ឲ្យកូនប្រុសនឹងជួយមើលនាងផងដែរស៊ីឈីក៏បានគិតសម័យដល់ពេលដែលក្មេងតូចរបស់យើងយកព្រមចូលរួមប្រកួតជាមួយគាត់នឹងពេលនាងដួលសន្លប់រហូតដល់ម៉ាក់ដឹងហើយថាស្ដីឲ្យអញ្ចឹងណាពេលនឹងស៊ីឈីគឺពិតជាមានអារម្មណ៍ថាសោកសៅខ្លាំងតែម្ដងណាព្រោះយើងក៏កាត់មកដល់ពេលស្អែកឡើងសងកុងនិងស៊ីឈីគឺបានឈរចាំក្មេងតូចរបស់យើងចុះពីផ្ទះដើម្បីទៅរៀនជាមួយគ្នាពេលខាងស្រីមកដល់សងកុងក៏បានហុចអាហារពេលព្រឹកឲ្យនិងព្រមទាំងថែមស្ករជំនួយសុខភាពទៅឲ្យតួស្រីយើងទៀតផងខាងស្រីឡើងមើលមុខគាត់ភ្លឺភ្លឺតែម្ដងណាឯសងកុងវិញឡើងញញឹមដាក់គេពេញដោយក្តីស្រឡាញ់ទៀតទៅធ្វើឲ្យស៊ីឈីដូចជាចង់ចំណែនអញ្ចឹងទៅគាត់ហ្នឹងនិយាយលេងសើចថាតួស្រីយើងជាឲ្យមិនអីទេកុំឲ្យគាត់តានតឹងអីពេកឯ
តួស័យក៏និយាយបន្ថែមថានាងគឺពិតជាមិនអីនោះទេកុំឲ្យគាត់បារម្ភរួចស៊ីឈីក៏ដើរទៅរៀនមុនគេព្រមទាំងរអ៊ូរហូតព្រោះពេលទៅដល់ថ្នាក់ហ្នឹងនឹងមានការប្រឡងកាត់មកដល់ពេលក្នុងថ្នាក់រៀនរបស់តួប្រុសស្រីយើងវិញគឺលោកគ្រូបានប្រាប់នឹងណែនាំសិស្សពីកម្មវិធីបុណ្យវប្បធម៌ដែលគេត្រូវបានហៅថា Book Crossing Event គឺមានន័យថាសិស្សគ្រប់គ្នាហ្នឹងទៅផ្ទះរបស់ខ្លួនដើម្បីយកសៀវភៅដែលពួកគេចូលចិត្តអានហើយអាចសរសេរសារនៅក្នុងសៀវភៅហ្នឹងទុកសម្រាប់សិស្សម្នាក់ទៀតដែលនឹងទទួលបានសៀវភៅរបស់គេហ្នឹងហើយអ្នកដែលទទួលបានសារហ្នឹងពីសៀវភៅដែលគេយកមកមើលហ្នឹងក៏ត្រូវតែឆ្លើយតបទៅម្ចាស់សៀវភៅហ្នឹងផងដែរហើយបន្ទាប់មកលោកគ្រូក៏បាននិយាយប្រាប់ថាបន្ទាប់ពីយកសៀវភៅដែលខ្លួនចូលចិត្តមកហើយគឺប្រធានថ្នាក់ត្រូវប្រមូលសៀវភៅរបស់សិស្សទាំងអស់គ្នាហ្នឹងទៅបន្ទប់អានសៀវភៅរបស់សាលានិយាយទៅវាអាចជាបន្ទប់អានសៀវភៅឬក៏ជាបណ្ណាល័យរបស់សាលាហ្នឹងឯងស្រាប់តែពេលហ្នឹងក៏មានសិស្សម្នាក់លើកឡើងថាបើប្រធានថ្នាក់អ្នកប្រមូលអញ្ចឹងនាងប្រកាសជាដឹងពីសៀវភៅគ្រប់គ្នាអស់ហើយដូចនេះនាងប្រកាសជាអាចជ្រើសរើសយកសៀវភៅមនុស្សដែលនាងចូលចិត្តទៅដោយស្រួលហើយអីអញ្ចឹងណាលើអញ្ចឹងហើយគ្រប់គ្នាព្រមទាំងលោកគ្រូក៏អស់សំណើចផងដែរងាកមកប្រធានថ្នាក់ស្រីយើងវិញក៏ស្រែកថាឲ្យសិស្សម្នាក់នឹងវិញដែរថាបើសិនជាគាត់ឃើញសៀវភៅម្នាក់ប្រុសនឹងហើយគាត់នឹងយកដាក់ក្នុងធុងសម្រាមតែម្ដងក្នុងន័យលេងសើចដូចគ្នាអញ្ចឹងណាបន្ទាប់មកលោកគ្រូក៏បានប្រាប់សិស្សទាំងអស់ថាគ្រប់គ្នាគឺអាចយកសៀវភៅរបស់ខ្លួនទៅបន្ទប់អានសៀវភៅរបស់សាលាដែលខ្លួនឯងបានហើយសាលាក៏បើកឲ្យចូលអានផងដែរគ្រប់គ្នាលឺអញ្ចឹងហើយគឺឡើងហូរតែម្ដងសប្បាយចិត្តអញ្ចឹងណាព្រោះមានជំរឿសច្រើនតែក៏តឹងទ្រង់ផងដែរព្រោះលោកគ្រូឲ្យសរសេរសារនៅក្នុងសៀវភៅហ្នឹងចំនួន800ពាក្យផងដែរលក្ខណៈថាសរសេរណូតនៅលើសៀវភៅរបស់ខ្លួនហ្នឹងចំនួន800ពាក្យទៅកាន់មនុស្សដែលនឹងអាចយកសៀវភៅរបស់ខ្លួនហ្នឹងទៅអានបន្តពីខ្លួនអីអញ្ចឹងណាហ្នឹងហើយអាអ្នកដែលយកទៅហ្នឹងក៏ត្រូវតែឆ្លើយតបសរសេរនៅក្នុងសៀវភៅហ្នឹងត្រឡប់មកវិញឲ្យម្ចាស់ដើមគេវិញផងដែរបន្ទាប់មកឈីឈីក៏បានបបួលក្មេងតូចយើងទៅផឹកមៀលធីបន្ទាប់ពីចេញពីសាលាណាព្រមទាំងឲ្យតួស្រីបបួលស៊ីឈីនិងសុងខុងទៅផងដើម្បីជជែកគ្នារឿងសៀវភៅនឹងឯងតួស្រីយើងក៏ងាកក្រោយទៅបបួលពីរអ្នកនឹងភ្លាមតែម្ដងពេលហ្នឹងឈីឈីក៏ថាខ្លួនគឺជាអ្នកប៉ាវផងដែរព្រោះដើម្បីអរគុណសុងខុងដែលបានជួយបង្រៀនខ្លួនកាលពីមុនអីអញ្ចឹងណាបើស៊ីឈីនេះវិញឡើងសប្បាយចិត្តតែម្ដងពេលហ្នឹងចំណែកឯឈីឈីវិញគឺឡើងលួចញញឹមរំភើបពេលបានក្រាស់ព្រមទៅជាមួយពេលមកដល់កន្លែងមៀតធីហ្នឹងឈីឈីក៏ចាប់ផ្ដើមសួរសុងកុងថានឹងជ្រើសរើសសៀវភៅអីគេមកដាក់នៅសាលាអីចឹងណាតែខាងប្រុសក៏ថានៅមិនទាន់ដឹងទេខាងស្រីក៏បន្តសួរគាត់ថាចូលចិត្តអានសៀវភៅអីគេខាងប្រុសនេះមិនដឹងថាខ្លួនឯងចូលចិត្តអានសៀវភៅអីទេព្រោះគាត់គឺអានសៀវភៅច្រើនខ្លាំងមែនតើគាត់ចូលចិត្តអានគ្រប់សៀវភៅទាំងអស់ហ្នឹងស៊ីឈីឃើញអញ្ចឹងក៏សួរឈីឈីថានាងជ្រើសរើសសៀវភៅមួយណាដែរតែនាងមិនបានឆ្លើយទេព្រោះត្រូវតួស្រីយើងនិយាយកាត់អញ្ចឹងណាថាខាងប្រុសហ្នឹងមិនបានចង់ដឹងពីគេអីម៉ែគួរតែទៅផ្ទះរកមើលរបស់ខ្លួនឯងទៅស៊ីឈីឡើងសើចតែម្ដងព្រោះខ្លួនមិនចូលចិត្តរៀនផងហើយដឹងមានសៀវភៅណាមយកមកសាលាអីទេលក្ខណៈអញ្ចឹងណាបន្ទាប់មកឈីឈីក៏បានបបួលក្មេងតូចរបស់យើងទៅផ្ទះរបស់នាងដើម្បីជ្រើសរើសសៀវភៅមួយក្បាលទៅតួស្រីយើងក៏អូខេព្រមទៅជាមួយកាត់មកដល់ពេលដែលតួស្រីយើងបានមកដល់ផ្ទះរបស់ឈីឈីយើងឃើញថានាងភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែផ្ទះរបស់ឈីឈីគឺពិតជាធំហើយប្រណិតខ្លាំងមែនតើជាកូនស្រីអ្នកមានសំខាន់ណាស់មានផ្ចាណូដ៏ប្រណិតស្អាតមួយទៀតផងឈីឈីក៏ដើរមកចិត្តហើយរៀបរាប់ថាម៉ាក់នាងគឺទិញទុកឲ្យនាងរៀនបទភ្លេងតែនាងមិនចង់រៀននោះទេព្រោះនាងមិនចូលចិត្តអីអញ្ចឹងណានិយាយគ្នាបានបន្តិចអ្នកមីងថែផ្ទះហ្នឹងក៏បានលើកផ្លែឈើមកឲ្យអ្នកទាំងពីរនឹងញ៉ាំតួស្រីយើងឡើងអរគុណគាត់ហើយឡើងមិនសូវហ៊ានជាមួយគាត់នោះទេអញ្ចឹងណាគណៈថាខ្លាចអីចឹងព្រមទាំងសួរឈីឈីថាគាត់គឺជាម៉ាក់នាងមែនគាត់ពិតជាចិត្តល្អខ្លាំងណាស់អីអញ្ចឹងណាហើយឈីឈីក៏ប្រាប់ថាគាត់គ្រាន់តែជាអ្នកមើលថែសម្អាតផ្ទះទេបើតួស្រីជួបជាមួយនឹងម៉ាក់ផងនាងគឺពិតជាមិននិយាយពាក្យនេះនោះទេតួស្រីយើងឡើងឆ្ងល់តែម្ដងពេលហ្នឹងបន្ទាប់មកឈីឈីក៏ហៅតួស្រីយើងឲ្យមកបន្ទប់សៀវភៅរបស់នាងពេលមកដល់តួស្រីយើងគឺរត់តែភ្ញាក់ផ្អើលថែមទៀតហើយពួកមានសៀវភៅច្រើនខ្លាំងមែនតើឈីឈីថានាងគឺចូលចិត្តអានសៀវភៅហើយពេលដែលហាត់ក្លិនសៀវភៅទៅពិតជាមានអារម្មណ៍ល្អខ្លាំងណាស់អូនិយាយមែនគឺទៅអ្នករៀនគឺអញ្ចឹងខ្លាំងមែនហ្មងណាអ្នករៀនបកកែប្រហែលជាសិតតែអញ្ចឹងទាំងអស់ហើយមើលទៅដូច admin សោះតែម្ដង admin គឺសូវចូលចិត្តអានសៀវភៅឯអ្នកទាំងអស់គ្នាហើយតួស្រីយើងក៏ឃើញអញ្ចឹងក៏យកមកហិតដែរអញ្ចឹងណាមានណាគ្រាន់តែហិតទៅกระดาษភ្លាមតែម្ដងឈីឈីឡើងសោចពេលឃើញអញ្ចឹងរួចតួស្រីយើងក៏ថាច្រើនអញ្ចឹងនាងមិនដឹងថាជ្រើសរើសយកសៀវភៅមួយណាទេអញ្ចឹងណាតែអាចឲ្យនាងយកទៅផ្ទះមើលសិនបានអត់ឈីឈីក៏អូខេតែនាងក៏បាននិយាយថាបើសុងកុងនិងស៊ីឈីសរសេរជ្រើសរើសសៀវភៅមួយណាចាំប្រាប់នាងផងព្រោះនាងមិនចង់រើសសៀវភៅដូចពួក
គេតាំងពីអ្នកនោះទេអីចឹងណាអូននិយាយទៅគឺឆ្លាតខ្លាំងមែនតើយីប៉ែហ្នឹងតាមពិតចង់ដឹងពីគេសោះហ្នឹងណាប៉ុន្តែបាយយើងនិយាយអញ្ចឹងកុំឲ្យតួស្រីយើងចាប់អារម្មណ៍អីចឹងណាហើយតួស្រីដ៏ slow ត្រង់របស់យើងក៏អត់ដឹងយល់ពីគំនិតរបស់គេដែរក៏និយាយថាហ្នឹងហើយនៅផ្ទះរបស់សងខុងក៏មានសភៅច្រើនដែរចាំនាងទៅនាងសួរគាត់ថាយកសភៅមួយណាអញ្ចឹងណាគាត់លឺអញ្ចឹងឈីនេះវិញឡើងញញឹមខ្ជិបតែម្ដងហើយរឿងយើងក៏កាត់មកដល់ពេលយប់ឡើងតួស្រីក៏ចូលនៅក្នុងបន្ទប់គេងហើយក៏បានមើលតុកសភៅរបស់ខ្លួនណារួចក៏សម័យពេលដែលទៅផ្ទះរបស់ឈីនាងគឺមិនបានយកសភៅឈីមកនោះទេគឺចង់យកសភៅពីផ្ទះរបស់ខ្លួនឯងវិញល្អជាងតែពេលដែលនាងមើលទូសភៅរបស់នាងហើយគឺមានអារម្មណ៍ថាមិនអាចយកបាននោះទេអញ្ចឹងណាក្មេងតូចយើងក៏ដើរទៅរំអួយប្រាប់រឿងគ្រប់យ៉ាងហ្នឹងទៅម៉ាក់នាងដើម្បីឲ្យគាត់ជួយម៉ាក់ក៏ចាប់ផ្ដើមណែនាំកូននៅសភៅទាំងអស់ដែលគាត់មានហើយឲ្យកូនហ្នឹងរើសយកមួយទៅគ្រាន់តែកូនឃើញសភៅរបស់ម៉ាក់ណាគឺឈឺក្បាលខ្លាំងមែនតើហ្មងព្រោះសភៅរបស់ម៉ាក់គឺសុទ្ធតែសភៅពេទ្យតាក់ទងនឹងរាងកាយមនុស្សអីអញ្ចឹងទៅណាហើយម៉ាក់ក៏ជួយរើសឲ្យកូនចុងក្រោយក៏បានរើសសភៅមួយក្បាលដែលគាត់កំពុងតែអាននឹងដែរគឺជាសភៅចិត្តវិទ្យាស័យប្រសាទអីអញ្ចឹងណាហើយក្មេងតូចរបស់យើងហ្នឹងក៏សម្រេចចិត្តថាយកមួយក្បាលហ្នឹងទៅអញ្ចឹងនឹងយកវាទៅមើលនៅឯបន្ទប់របស់ខ្លួនអញ្ចឹងណាឯម៉ាក់វិញក៏ថាសភៅហ្នឹងគឺពិតជាល្អខ្លាំងណាស់បើកូនមានការឆ្ងល់អីគឺអាចសួរគាត់បានហើយតួស្រីរបស់យើងក៏ដើរយកសភៅហ្នឹងមកមើលនៅបន្ទប់គេងរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ហើយរឿងរបស់យើងក៏បានចប់នៅត្រឹមហ្នឹងដែរវគ្គហ្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននិងរងចាំសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាគបន្តបាយបាយ